មួយរយៈនេះខ្ញុំទទួលបានបញ្ហាទៅលើផ្នែកអេក្រង់បងប្អូនច្រើនមែនទែននេះគឺ Samsung Flip 6បញ្ហាដែលខូចអេក្រង់បើយើងធ្វើការផ្លាស់ប្ដូរអេក្រង់ស៊ីនបើឲ្យបន្តទៀតក៏បញ្ហាអេក្រង់ដែរបាទតេជន់ក៏ធ្លាប់ផ្លាស់ប្ដូរឲ្យម្ដងបាទតែធ្លាក់បែកខ្ទេចទៀតហើយនេះគឺ Huawei P40 Pro បងប្អូនអតិថិជនយកមកធ្វើការផ្លាស់ប្ដូរអេក្រង់ស៊ីនបាទនេះគឺ Samsung S21 Ultra បាទនេះអតិថិជនគាត់ផ្លាស់ប្ដូរបាទយកជាប្រភេទអេក្រង់ស៊ីនបាទប្រភេទអេក្រង់ស៊ីនស្លឹកបាទហើយតាក់ទងនឹងបញ្ហាអេក្រង់ចេញស iPhone 13 Pro Max ខ្ញុំក៏ទទួលបានរហូតដល់2ដើមដែរបងប្អូនហ្នឹងហើយបន្តទៀតនេះគឺ Samsung Note 10 Plus បាទយើងក៏ធ្វើការផ្លាស់ប្ដូរអេក្រង់បាទនេះយើងធ្វើការតេស្តទៅលើ touch បាទយើងធានាមួយខែបងប្អូនទៅលើអេក្រង់ copy សម្រាប់អេក្រង់ស៊ីនបាទធានាជូនរហូតដល់3ខែពេញបាទនេះគឺ Pixel 7 Pro បាទខ្ញុំទទួលបានរហូតដល់2ដើមបាទយើងធ្វើការផ្លាស់ប្ដូរអេក្រង់តើតើនឹងបញ្ហាអេក្រង់បាទមិនថា Pixel Samsung Oppo Vivo Huawei បាទដូចជា iPhone អីជាដើមបាទយើងក៏ទទួលផ្លាស់ប្ដូរបាទទាំងអេក្រង់ copy បាទផ្លាស់ប្ដូរទាំងអេក្រង់ស៊ីនបាទមានជាជំរើសឲ្យបងប្អូនអញ្ចឹងយើងទទួលធ្វើគ្រប់ទម្រង់បាទនេះគឺ Note 20 Ultra បាទយើងក៏ធ្វើការផ្លាស់ប្ដូរអេក្រង់ដែរបាទដូចដែលបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងតាក់ទងនឹងការងារជួសជុលប្រចាំថ្ងៃខ្ញុំផុសបាទយើងទទួលបានបាទច្រើនគ្រប់ទម្រង់បាទតាក់ទងនឹងបញ្ហាលើទូរស័ព្ទដៃខ្ញុំទទួលបាន Samsung Note 20 Ultra បាទលោតទៅដល់3ដើមខ្ញុំថតកាត់បញ្ហានៃឆ្នូតអេក្រង់នេះគឺអតិថិជនគាត់យកមកផ្លាស់ប្ដូរហើយបាទនេះគឺ iPhone 11 Pro Max បាទខ្ញុំទទួលបាន2ដើមដែរបញ្ហានៃខួយអេក្រង់ហើយនេះគឺ16 Pro បាទយើងធ្វើការឧបកញ្ចក់តាច់ហើយនឹងបាទ Samsung S20 Ultra បាទយើងក៏ធ្វើការផ្លាស់ប្ដូរអេក្រង់ដែរបាទខ្ញុំថតលម្អិតកាត់បាទបងប្អូនដែលមានបញ្ហាស្តៀងបាទខូចអីអាចយកមកធ្វើការជួសជុលផ្លាស់ប្ដូរនេះគឺបាទ Samsung Note 10 Plus បាទក៏បញ្ហាដែលធ្លាក់បែកខ្នងបាទហើយនឹងខួយអេក្រង់ថ្ងៃនេះយើងទទួលបានបញ្ហាអេក្រង់គឺថាច្រើនបាទរៀបរាប់មិនអស់ទេបងប្អូនវីដេអូនេះចូល4នាទីជាងហើយបាទខ្ញុំនិយាយឡើងហត់ហើយនេះគឺ iPhone 14 Pro ធម្មតាតូចបាទស៊េរីនេះក៏យើងមានឡើងដែរបាទយើងឡើងទៅ17 Pro ណាបាទឃើញថាស្តៀងហើយនឹងដូចខ្លាំងមែនទែនបញ្ហាដែលជាប់ iCloud នេះគឺ iPhone 16 Plus យើងធ្វើការផ្លាស់ប្ដូរម៉ាស៊ីនហើយនឹងបញ្ហាដែលធ្លាក់បាទបែកខ្នងក៏ដូចជាប៉ោងថ្មបាទខ្ញុំទទួលបាន iPhone 13 Pro Max តែជនគាត់យកមកផ្លាស់ប្ដូរទាំងខ្នងនិងថ្មមកដើមបាទហើយនឹងiPhone 12 Pro Max បាទក៏បញ្ហាដែលបែកខ្នងបាទប៉ោងថ្មដូចគ្នាបាទខុសតែមួយស៊េរីទេបាទនេះយើងក៏ធ្វើការផ្លាស់ប្ដូរបាទប្រភេទថ្មស៊ីលអំពែបាទតេសាជូនបាទធានាលើការប្រើប្រាស់រហូតដល់6ខែបញ្ហាអេក្រង់ទៅលើ model Pixel បាទនេះគឺ Pixel 6 Pro បាទតេជន់ក៏គាត់នឹងឲ្យផ្លាស់ប្ដូរប្រភេទថ្មស៊ីនលអំពែមកក្របដែរបាទហើយនឹង iPhone XS Max បាទធ្លាប់ឡើងទៅ17 Pro Max អតិថិជនគាត់បោកឡើងខ្ទេចមកហើយបាទគួចក្រង់គួចតួគួចថ្មអានេះយើងមកបាទធ្វើដាក់តួស៊ីនបាទដូរអេក្រង់ GX ដូរថ្មបាទដូរគ្រឿងមកកាត់លើ